រឿងអាចកំបាំងនៃព្រៃអាចដូងនៅភូមិតូចមួយដែលជាប់ព្រៃអាចដូងស្ងាត់មានក្មេងប្រុសពីរនាក់ឈ្មោះរតនានិងសុខាពួកគេជាមិត្តល្អគ្នាហើយចូលចិត្តរុករកព្រៃជាមួយគ្នាថ្ងៃមួយពួកគេបាននឿដំណឹងអំពីរឿងចម្លែកមួយថានៅចំកណ្ដាលព្រៃមានដើមអាចដូងដ៏ធំមួយដែលអាចបំពេញបំណងបានប៉ុន្តែត្រូវការអាចកំបាំងមួយដើម្បីរកឃើញវាពួកគេសម្រេចចិត្តចេញដំណើរស្វែងរកដើមឈើនោះក្នុងព្រៃពួកគេជួបនឹងសត្វចម្លែកដូចជាអណ្ដើកមៀតធំដែលនិយាយបាននិងសត្វកណ្តុរដែលអាចប្រែខ្លួនជាមនុស្សបានសត្វទាំងនេះបានផ្ដល់គន្លឹះថាដើមឈើអាចកំបាំងនៅក្នុងភូមិដែលអ្នកមិនធ្លាប់ឃើញវានៅពីក្រោយវាលខ្សាច់មាសតែត្រូវឆ្លងកាត់សំណាញ់អាចកំបាំងជាមុនសិនពួកគេបានដើរបន្តហើយឃើញវាលខ្សាច់ភ្លឺចាំងដូចមាសនៅពេលដែលជំហានដំបូងរបស់ពួកគេជន់លើខ្សាច់ព្រៃចាប់ផ្ដើមផ្លាស់ប្ដូរដើមឈើដែលពួកគេកំពុងស្វែងរកបានលេចឡើងហើយមានសំឡេងមួយសួរថាតើអ្នកពិតជាត្រូវការបំណងអ្វីរតនាស្រែកឡើងថាពួកខ្ញុំចង់បានទ្រព្យសម្បត្តិភ្លាមនោះដើមឈើបានបញ្ចេញពន្លឺហើយរតនាបានឃើញខ្លួនឯងក្នុងរូបភាពមនុស្សម្នាក់អស់ធនចំណែកសុខាដែលខ្លាចបាននិយាយថាពួកខ្ញុំគ្រាន់តែចង់ឲ្យគ្រួសារខ្ញុំមានសុភមង្គលពន្លឺបានភ្លឺឡើងម្ដងទៀតហើយពួកគេត្រូវបានបញ្ជូនត្រឡប់ទៅភូមិវិញរតនាបានដឹងថាគាត់បានបាត់បង់អ្វីគ្រប់យ៉ាងដោយសារលោកលួនចំណែកសុខាវិញឃើញថាគ្រួសាររបស់គាត់មានសុខភាពល្អនិងរីករាយរឿងនេះបានបង្រៀនពួកគេថាបំណងដែលមកពីចិត្តល្អតែងនាំមកនូវអ្វីដែលល្អបំផុត